ដែលខ្ញុំធ្លាប់ដឹងទៅលើប្រភេទម៉ូតូផ្សេងៗបើយើងគិត3000ហ្នឹងវាដូចជាអត់សូវសមទេបានន័យថាវាគួរតែម៉ាស៊ីនតូចជាងហ្នឹងតែជាស្ដែង Royal Enfield Hunter មានកម្លាំងម៉ាស៊ីនដល់350 cc បែរជាមានតម្លៃតែ3000ក្រាស់បើយើងភាទៅលើប្រភេទម៉ូតូផ្សេងតម្លៃប៉ុណ្ណឹងវាបានស្ពេចរៀងទាបត្រឹម150 cc អញ្ចឹងមកពេលដែលខ្ញុំទៅតេស្តនៅ showroom ខ្ញុំឡើងជិះដំបូងមានអារម្មណ៍ថាស្រួលជិះកម្លាំងក៏ល្មមអញ្ចឹងក៏ខ្ញុំព្យាយាមមើលតាម TikTok រហូតដល់សម្រេចចិត្តថាទិញទៅអូខេបាទសួស្តីបងខ្ញុំឈ្មោះខុសសម្បត្តិសប្តាហ៍ថ្ងៃជាបុគ្គលិកក្រុមហ៊ុនឯកជននៅភ្នំពេញហើយសប្តាហ៍ថ្ងៃក៏រស់នៅភ្នំពេញដូចគ្នាដែរសប្តាហ៍ថ្ងៃខ្ញុំប្រើប្រាស់ម៉ូតូ Royal Enfield Hunter 350 Vario Y ម៉ូតូឥឡូវខ្ញុំប្រើបាន3ខែជាងនេះបើគីឡូចូល3300កំឡុងពេលហ្នឹងខ្ញុំជិះម៉ូតូតាមផ្លូវហើយក៏ឃើញមានបងគាត់ជិះប្រភេទ Hunter ហ្នឹងក៏លើសំឡេងទៅក៏ងាកទៅឃើញអាយ៉ាដូចម៉ូតូ Hunter ហើយសំឡេងក៏រៀងប្រុសទៀតអញ្ចឹងក៏ខ្ញុំព្យាយាមមើលតាម TikTok រហូតដល់សម្រេចចិត្តថាទិញទៅអូខេពេលដំបូងអត់ទាន់ទិញតែបានសារបើនិយាយចំបានសារពេលដែលខ្ញុំទៅតេស្តនៅ showroom ខ្ញុំឡើងជិះដំបូងមានអារម្មណ៍ថាស្រួលជិះកម្លាំងក៏ល្មមមកអាចទទួលយកបានវាមិនខ្លាំងពេកក៏មិនខ្សោយពេកងាយស្រួលបាត់បែនដែលខ្ញុំបានសារនៅខាងក្រុមហ៊ុនណាបាទសម្រាប់ប្រភេទ Hunter នេះទម្ងន់របស់វា183គីឡូវាធ្ងន់ល្មមសម្រាប់យើងដែលប្រើប្រាស់ទូទៅបើសម្រាប់យើងដែលផ្ដល់ជិះឆ្ងាយស្រួលសារថាម៉ូតូធ្ងន់ពេលយើងជិះទៅវាអត់សូវចាញ់ខ្យល់ទេបាទអូខេត្រង់ចំណុចហ្នឹងដែលខ្ញុំប្រើកន្លងមករយៈពេល3ខែជាងនេះសម្រាប់ការប្រើប្រាស់នៅក្នុងក្រុងវាងាយស្រួលយ៉ាងដែរដោយសារប្រភេទម៉ូតូ Hunter ហ្នឹងរូបរាងវារាងតូចល្មមការចរាចរណ៍នៅតាមដងផ្លូវជាពិសេសពេលស្ទះហ្នឹងក៏យើងអាចទៅបានស្រួលដែរវាអត់សូវពិបាកបើតាក់ទងជាមួយនឹងពេលស្ទះជាធម្មតាម៉ូតូធំវាតែមានកម្ដៅទេតែសម្រាប់ Hunter វាមិនជាក្ដៅខ្លាំងប៉ុន្មានទេហើយក៏បើសិនជាស្ទះខ្លាំងពេកក៏វាមិនមានជាបញ្ហាអីដែលធ្វើឲ្យប៉ះពាល់ដល់ម៉ូតូដែរសម្រាប់ប្រព័ន្ធ Frank គឺផ្ដល់សុវត្ថិភាពកម្រិតខ្ពស់សម្រាប់ខ្ញុំដោយសារតែវាមានជា Dual Channel Brake System ABS បើសិនជាយើងប្រើប្រាស់ទាំងពីរបានថាម៉ូតូយើងពេលដែលយើងកំពុងលឿនយើងចាប់ Frank ទៅវាមានលំនឹងវាអត់រេអត់បោលឬក៏កន្លាច់អីដួលទេសម្រាប់កត្តាដែលខ្ញុំជ្រើសរើសយក Hunter ទី1ដោយសាររូបរាងបែប Classic រលាយជាមួយនឹង Modern វាស្អាតមួយបែបបើយើងcompareទៅ model ផ្សេងទី2វាទាក់ទងជាមួយនឹងការ design ដោយសារប្រភេទ Hunter ភាគច្រើនគឺមិនថាបូមមុខបូមក្រោយឬក៏ស៊ីម៉ាំងគឺគេ cover ខ្មៅទាំងអស់អញ្ចឹងចំណុចហ្នឹងវាជួយទាក់ទាញដែរពេលយើងមើលទៅវាអត់ឃើញស្កាភាគច្រើនម៉ូតូផ្សេងៗវាបូមពណ៌ប្រាក់សម្រាប់ Hunter គឺខ្មៅ cover ទាំងអស់អញ្ចឹងចំណុចហ្នឹងខ្ញុំស្រឡាញ់សម្រាប់ការស៊ីសាំងវាមិនជាច្រើនប៉ុន្មានទេបើខ្ញុំជិះក្នុងក្រុងបើស្ទះខ្លាំងវាអាចនឹង3លីត្រទួចបើសិនជាយើងជិះផ្លូវលឿនវាអាច3លីត្រឬក៏ក្រោម3លីត្រទៅអាស្រ័យលើស្ថានភាពផ្លូវឬក៏ការប្រើប្រាស់របស់យើងជាស្ដាយអញ្ចឹងពេលដែលយើងជិះទៅខាងក្រៅឬក៏ជួបមិត្តភ័ក្តិអីសម្រាប់អ្នកដែលគាត់អត់ទាន់ដឹងថាខ្ញុំបានប្រើប្រាស់ Royal Enfield Hunter គឺគាត់ឃើញគាត់ថាវ៉ាវម៉ូតូនេះប្លែកម្យ៉ាងហើយរូបរាងស្អាតហើយក៏គាត់សួរតម្លៃប្រហែលខ្ញុំក៏បានប្រាប់ទៅថាតម្លៃវាខ្ទង់3000ជាងគាត់ថាអូมันគួរជឿម៉ូតូកម្លាំង cc ប៉ុណ្ណឹងមានតម្លៃប្រហែលជាខ្ទង់3000អញ្ចឹងពេលយើងជិះតាមផ្លូវក៏មានគេចាប់អារម្មណ៍ច្រើនគេងាកមកមើលថាយើងប្រើប្រាស់ម៉ូតូអីអញ្ចឹងដែលខ្ញុំធ្លាប់ដឹងទៅលើប្រភេទម៉ូតូផ្សេងបើយើងគិត3000ហ្នឹងវាដូចជាអត់សូវសមទេបានន័យថាវាគួរតែម៉ាស៊ីនតូចជាងហ្នឹងតែជាស្ដែង Royal Enfield Hunter មានកម្លាំងម៉ាស៊ីនដល់350 cc បែរជាមានតម្លៃតែ3000ក្រាស់បើយើងភាទៅលើប្រភេទម៉ូតូផ្សេងតម្លៃប៉ុណ្ណឹងវាបានស្ពេចរៀងទាបត្រឹម150 cc អញ្ចឹងមកសម្រាប់ក្រុមហ៊ុន Royal Enfield ជាមួយអតិថិជនខ្ញុំគិតថាល្អត្រង់ថាខាងក្រុមហ៊ុនគាត់យកចិត្តទុកដាក់ជាមួយភ្ញៀវបន្ទាប់ពីអតិថិជនបានប្រើប្រាស់ម៉ូតូ Royal Enfield គឺខាងក្រុមហ៊ុនតែងតែធ្វើកម្មវិធីដូចជា Night Ride អាច2ខែឬក៏3ខែម្ដងឬក៏អាចជាកម្មវិធី One Ride អានោះយើងជិះទូទាំងពិភពលោកមួយឆ្នាំម្ដងអញ្ចឹងទៅមួយទៀតខាង Royal Enfield ក៏ជួយឲ្យយើងអ្នកប្រើប្រាស់ម៉ូតូមានភាពជិតស្និទ្ធគ្នាជាមួយបានអ្នកប្រើប្រាស់ម៉ូតូយើងអាចជួបគ្នាឬក៏ស្គាល់គ្នាទាំងដែលយើងពីមុនមិនស្គាល់ក៏មានដែរជាចុងក្រោយខ្ញុំចង់ recommend ទៅបងឬក៏អ្នកដែលគាត់កំពុងតែស្វែងរកម៉ូតូដែលជាប្រភេទប្រើប្រាស់អមយ៉ាគាត់អាចងាកមកមើលប្រភេទ Royal Enfield Hunter បានដោយសារតែជាម៉ូតូដែលមានកម្លាំងរាងធំល្មមសមរម្យដែលអាចយើងប្រើបានទាំងប្រុសទាំងស្រីអត់ប្រកាន់ទេម៉ូតូហ្នឹងហើយទី2យើងប្រើប្រាស់ម៉ូតូ Royal Enfield ក៏យើងមានឱកាសបានចូលរួមជាកម្មវិធីផ្សេងៗដែលក្រុមហ៊ុនបានបង្កើតឡើងទី3គឺមាន service ចាំ support បន្ទាប់ពីយើងប្រើប្រាស់ម៉ូតូទៅមានបញ្ហាទាក់ទងជាមួយនឹងសេវាកម្មក៏ដូចជា
ស្វាហាត់អីគឺក៏មិនមានដូចគ្នាទី3ការប្រើប្រាស់ម៉ូតូ Royal Enfield គឺបែបសប្បាយយើងមានមិត្តភ័ក្តិច្រើនទី4ទៅលើ warranty គឺ3ឆ្នាំអត់គិតគីឡូទេជិះមកជិះទៅស្រែងជើបាទអាហ្នឹងចំណុចល្អមួយដែលក្រុមហ៊ុនផ្សេងអត់មានហើយបើយើងភាទៅលើម៉ូតូផ្សេងៗដែលយើងទិញក្រៅពីក្រុមហ៊ុនគឺវាមាន warranty ចឹងទេបាទអរគុណ